សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងមួយដែលបានកើតឡើងចំពោះនារីម្នាក់រឿងហ្នឹងសូមឲ្យបងប្អូនដាក់ចំណងជើងនៃខ្លួនឯងប៉ុន្តែខ្ញុំនឹងនិទានវាឲ្យបងប្អូនបានស្ដាប់ទាំងអស់គ្នាចូលឥឡូវហ្នឹងយើងចាប់ផ្ដើមទៅតែម្ដងទៅកាលពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជាក្រុមហ៊ុនរបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើធ្វើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកអនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកនៅផ្ទះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅ2នាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់2ទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់បានឮចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំមកនៅយូរក្រែដែរហើយនៅមិនទាន់បានឃើញអ្វីទេតែចុងភៅគាត់ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើនាងខ្ញុំមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដើរលេងទៅរកអីញ៉ាំនៅខាងក្រៅនឹងទម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមដែរហ្នឹងនាងខ្ញុំបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តនាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តភក្តិរបស់នាងខ្ញុំទៅវិញបន្ទាប់មកមិត្តនាងខ្ញុំនិយាយខ្ញុំស្ដាប់ពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបរិសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏ក្រោកមិនរួចផងបរិសម្នាក់នោះបានដើរមករកនាងនៅក្រែគេងនៅខណៈនោះនាងកំពុងតែគេងផ្ងាបរិសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមមករើខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញអ្នកមោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសោចហឹហនៅក្នុងដើមកបន្ទាប់មកវាបានលូកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងខ្ញាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់ខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឈួតនឹងតណ្ហាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងទៅមើលខ្លួនរបស់វាឃើញធំធ្មឹងសម្បុរខ្មៅព្រិចព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់ផងនាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបាននឹងអែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងខាងក្រោមរបស់នាងទៀតផងនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងប៉ុន្តែទទេចេះគ្មានប្រយោជន៍អ្វីឡើយព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រោបពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនរួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ជញ្ជាំងខ្លាំងពេញទំហឹងពេលនោះម៉ោងប្រហែល12អាធ្រាត្រនាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកហើយបានឮសំឡេងនាងធាក់ទ្វារលាន់ក្រាំងនាងខ្ញុំបារម្ភក្រែងនាងមានរឿងអ្វីក៏គោះទ្វារបន្ទប់នាងហៅនាងតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះ
ក៏វាបាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចរញីរញ័រនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបល់យកវាអីងាប់ទៅហើយនៅតែចង់រួមភេទទៀតឲ្យតែមានខ្មោចម៉ាក់នឹង4-10ក្បាលច្បាស់ជាកមុំពស់ធំអត់ប្តីគ្រប់គ្នាជាមិនខានហើយ